សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងនឹងមានរឿងមួយដែលមានចំណងជើងថាក្រួចក្នុងហ្វូងមាន់ជល់មានបុរសម្នាក់ចូលចិត្តចិញ្ចឹមមាន់ជល់ជាខ្លាំងគាត់មានមាន់ជល់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមាន់នីមួយៗសុទ្ធតែមានរូបរាងពណ៌សម្បុរស្រស់ស្អាតទាំងអស់ថ្ងៃមួយបុរសនោះរកបានសត្វក្រួចមួយក្បាលគេក៏យកវាមកចិញ្ចឹមរួចលោកឡំជាមួយហ្វូងមាន់ជល់របស់ខ្លួនដោយផ្ដល់ចំណីអាហារដូចគ្នាឲ្យរស់នៅក្នុងទីកន្លែងជាមួយគ្នាប្រៀបសត្វក្រួចនោះដូចជាមាន់ជល់មួយនៅក្នុងហ្វូងដូច្នោះដែរគួរឲ្យអនិច្ចាសត្វក្រួចនោះណាស់ទោះបីជាមានម្ចាស់ចិញ្ចឹមឲ្យរស់នៅរួមជាមួយនឹងមាន់ជល់តែមាន់ជល់ក៏មិនដែលបានផ្ដល់នូវក្តីមេត្តាអ្វីដល់ខ្លួនឡើយហើយថែមទាំងស្អប់ខ្ពើមមិនព្រមឲ្យចូលរួមក្នុងហ្វូងឲ្យស៊ីតែគ្រាប់ស្រូវដែលនៅសេសសល់ឬជួនកាលសល់តែសម្បកអង្កាមនិងមិនត្រឹមតែប៉ុណ្ណោះវាក៏ត្រូវពួកមាន់ជល់ទាំងនោះចឹកធ្វើបាបផងដែរសត្វក្រួចបានត្រឹមតែទួញសោកស្រណោះខ្លួននិងចង់ឲ្យពួកមាន់ជល់មានក្តីអាណិតអាសូរដល់ខ្លួនតែក៏គ្មានមាន់ជល់ណាមួយយកចិត្តទុកដាក់ឡើយរហូតមកដល់ថ្ងៃមួយមាន់ជល់ទាំងនោះក៏កើតមានជម្លោះរវាងគ្នាឯងដោយបែងចែកគ្នាជាបកជាពួកនិងទីបំផុតវាក៏ជល់គ្នាទាល់តែរយះមុខរយះមាត់បែកឈាមហូរសស្រាក់ចូលខ្លួនសង្គ្រាមរវាងពួកមាន់ជល់ក៏ចេះតែមានបន្តអូសបន្លាយអស់ពេលដ៏យូរទើបក្រួចសន្និដ្ឋានបានថាសូម្បីតែស្ថិតក្នុងក្រុមតែមួយក៏ពួកវានៅតែជល់គ្នាដល់ថ្នាក់ហ្នឹងចុះទម្រាំយើងជាអ្នកក្រៅតើរឿងអីដែលវាត្រូវមកអាណិតនោះនៅក្នុងសង្គមមនុស្សពាលគ្មានពាក្យថាអាណិតទេមនុស្សដែលមិនចេះអាណិតស្រឡាញ់សូម្បីតែបងប្អូនឯងតើគេអាចនឹងទៅអាណិតស្រឡាញ់អ្នកដទៃណាបានទៅ